Bạn mình xung quanh tất níជួយជាមួយខ្ញុំបាទផាន់ណាហើយឥឡូវនេះគឺយើងមកដល់ទីតាំងផ្ទាល់តែម្ដងនៃប្រាសាទកោះកេរហើយបាទនេះខាងក្រោយនេះគឺច្រកចូលដែលយើងអាចដើរទៅមើលប្រាសាទជាច្រើននៅខាងក្រោយនេះហើយប្រាសាទកោះកេរបងប្អូនបានដឹងហើយគឺជាប្រាសាទបុរាណខ្មែររបស់យើងដែលបានដាក់បញ្ចូលនៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី17ខែកញ្ញាឆ្នាំ2023អញ្ចឹងថ្ងៃនេះគឺថ្ងៃទី13អញ្ចឹងខ្វះតែប្រហែលថ្ងៃទៀតគឺដល់គម្រប់ខួបហើយបាទអញ្ចឹងយើងមកមើលមុនហើយសម្រាប់រដូវវស្សានេះគឺទេសភាពនៅទីនេះគឺពិតជាស្រស់ស្អាតមែនទែនបាទទេសភាពខៀវខ្ចីហើយបូករួមជាមួយនឹងបរិយាកាសសតុំមេឃសតុំត្រជាក់អញ្ចឹងគឺស្អាតមែនទែនហើយឥឡូវនេះផ្ទាល់មុននឹងចូលទៅដល់ការទស្សនានៅប្រាសាទយើងឈប់ទទួលទានអាហារថ្ងៃត្រង់សិនហើយនៅកន្លែងដែលយើងទទួលទានអាហារថ្ងៃត្រង់នេះគឺមានលក់បាទនេះវត្ថុអនុស្សាវរីយ៍ច្រើនមែនទែនបាទអានេះគឺត្បាល់ស្អាតនេះគឺដូចជាធ្វើពីដើមត្នោតបាទនេះបងប្អូនអាចមើលបាននេះហើយខាងនេះគឺត្រឡោកអានេះសម្រាប់ដុសទឹកផឹកខាងនេះបាទវត្ថុអនុស្សាវរីយ៍អញ្ចឹងបងប្អូនមកនៅទីនេះកុំភ្លេចចូលទស្សនាក៏ដូចជាជួយគ្រប់គ្រងនៅស្នាដៃរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលគាត់រស់នៅជុំវិញនេះបាទមានសួរបងប្អូនទាំងគ្នាអធិស្ឋានបងប្អូនសូមពាក់មួកនិងវ៉ែនតាឲ្យដោយសារតែចាំងថ្ងៃឥឡូវនេះគឺមកដល់មែនទែនហើយគឺទីតាំងបរិវេណរបស់ប្រាសាទកោះកេរបងប្អូនអាចមើលបាននេះប្រាសាទគឺស្អាតមែនទែនបាទបងប្អូនមកស្មាននេះទេសភាពទាំងថ្ងៃទាំងព្រលឺគឺស្រស់ស្អាតខ្លាំងមែនទែនបាទចឹងជំរាបជូនបងប្អូនយើងឲ្យបានទស្សនាទាំងអស់គ្នាហើយសម្រាប់បងប្អូនដែលបានមើលវីដេអូនេះកុំភ្លេចជួយ share បន្តផងបាទដើម្បីបងប្អូនយើងផ្សេងទៀតជាពិសេសទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកចូលរួមទស្សនាក៏ដូចជាគ្រប់គ្រងនៅតំបន់រមណីយដ្ឋានរបស់ខ្មែររបស់យើងឲ្យបានច្រើននេះបាទប្រាសាទខាងនេះចឹងខ្ញុំនឹងដាក់រូបក៏ដូចជាវីដេអូបន្ថែមប្លង់ផ្សេងជូនទៅកាន់បងប្អូនយើងមើលបន្ថែមទៀតដើម្បីជាការចូលរួមផ្សព្វផ្សាយតំបន់ទេសចរក៏ដូចជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជារបស់យើងបាទអញ្ចឹងសម្រាប់ប្រាសាទរបស់យើងនេះគឺនៅខាងលើយើងអាចឡើងទៅបានបងប្អូនយើងអាចឡើងទៅខាងលើបានបាទអញ្ចឹងយើងអាចឡើងទៅខាងលើបានអញ្ចឹងទីតាំងនេះគឺស្អាតខ្លាំងចំពោះពេលវេលាដែលយើងមកពីភ្នំពេញយើងចេញពីនោះមកម៉ោង4មកដល់នេះម៉ោង11អញ្ចឹងមិនយូរប្រហែលទេការធ្វើដំណើរនេះខ្ញុំគិតថាប៉ុណ្ណឹងអត់យូរប្រហែលទេពីព្រោះអីយើងមិនមែនមករាល់ថ្ងៃទេហើយយើងយកមកយូរម្ដងយើងដើរកំសាន្តទស្សនាអីក៏ប៉ុណ្ណឹងពេលវេលាប៉ុណ្ណឹងគឺល្មមដូចកន្លងមកជាបទពិសោធន៍របស់ពួកខ្ញុំដែលទៅដើរលេងនៅខាងក្រៅក៏អញ្ចឹងដែរថ្ងៃខ្លះមួយថ្ងៃហ្នឹងអង្គុយលើឡានសុតទេបាទអង្គុយលើឡានសុតអញ្ចឹងនៅក្នុងស្រុករបស់យើងប៉ុណ្នេះវាអត់ឆ្ងាយទេល្មមដែលយើងអាចមកលេងមកមើលឲ្យបានយ៉ាងហោចណាស់ក៏មកដងដែរបាទអូខេបងប្អូនឥឡូវយើងឡើងមកខាងលើផ្ទាល់តែម្ដងកម្មវិធីឡើងដោយសារតែកម្មវិធីចាស់គឺវាចោតអញ្ចឹងយើងឡើងកម្មវិធីថ្មីគឺយើងធ្វើខាងអាជ្ញាធរគាត់ធ្វើដើម្បីឲ្យភ្ញៀវទេសចរឡើងងាយស្រួលនៅក្នុងការឡើងអញ្ចឹងណាបាទអូនេះកម្មវិធីបងលើ80កម្មអូម៉ោង2ទៅវិញបងចា85កម្មចឹងនៅនេះមាន7ជាន់បាទមានសួរបងប្អូនទាំងគ្នាឥឡូវយើងមកដល់ខាងលើហើយចឹងមុននេះអង្គុយសម្ភាសជជែកលេងជាមួយនឹងបងនៅប្រចាំការនៅនឹងបានព័ត៌មានច្រើនហើយទេសភាពនៅនេះគឺស្អាតខ្លាំងមែនទែនជុំវិញប្រាសាទគឺមានទេសភាពបាទនេះមានទេសភាពព្រៃឈើព័ទ្ធជុំវិញគឺស្អាតខ្លាំងមែនទែនបាទអញ្ចឹងលើកទឹកចិត្តបងប្អូនយើងដែលមានពេលវេលាឬក៏អាចលៃពេលវេលាបានមកលេងគឺពិសេសខ្លាំងខ្ញុំមកដល់ផ្ទាល់ហើយឥឡូវនេះម៉ោង2ក៏អត់ឲ្យខកដែរទោះបីជាថ្ងៃរៀងក្តៅបន្តិចក៏ត្រូវតែឆ្លៀតឡើងឲ្យបានដែរបាទអូខេបងប្អូនសូមអាប់ដេតម្ដងទៀតឥឡូវនេះបន្ទាប់ពីយើងឡើងហើយយើងចុះមកវិញអង្គុយស្រូបយកខ្យល់បរិយាកាសបន្តិចដើម្បីឲ្យបាត់ហត់សិនតដំណើរទៅមុខទៀតអញ្ចឹងថ្ងៃនេះគឺពិសេសមែនទែនបាទបែកញើសជប់ឡើងចឹងជប់ក្នុងខ្យល់បរិយាកាសអារម្មណ៍លើកទី1ដែលមកដល់ប្រាសាទកោះកេរនេះចាំមើលមានពេលចាំសង្ខេបនៅចំណុចខ្លឹមជូនទៅកាន់បងប្អូនទស្សនាទាំងអស់គ្នាបាទ